ឆ្ងល់ថាហេតុអីបានត្បាល់ខ្មែរនេះញើពេញបញ្ហាឆ្ងល់មែនតើហើយសាខាមានច្រើនសាខាអ្វីដែលខូចសេដ្ឋីឃើញហ្នឹងថាហេតុអីបានញើត្បាល់ខ្មែរតាំងតែគ្រប់ត្រូលត្បាល់ខ្មែរពីព្រោះអីត្បាល់ខ្មែរតាំងពីដើមរហូតដល់ចប់តាំងពីខ្ញុំនៅលក់តាមចាំស្នល់រហូតដល់មានហាងធំទលាយច្រើនសាខាហ្នឹងគឺដោយសារត្បាល់ខ្មែរផ្ដោតលើគុណតម្លៃផលិតផលគុណតម្លៃសេវាកម្មនិយាយទៅត្បាល់ខ្មែរតែងតែផ្ដោតថាបើសិនជាគាត់ចាយលុយ$10គឺតម្លៃរបស់គាត់បានលើសពី$10ឬក៏លើសពី$10ហើយសំខាន់ផ្ដល់ភាពស្និទ្ធស្នាលផ្ដល់ការញ៉ាំដូចជាអាហារមួយដែលនៅផ្ទះពោពេញដោយភាពកក់ក្ដៅក៏ប៉ុន្តែជាអាហារដែលពិសេសនៅផ្ទះរៀងពិបាកធ្វើចឹងនេះសេវាកម្មដែលលេចធ្លោហើយមានចំណុចមួយទៀតដែលចង់និយាយថាហេតុអីបានមានអារម្មណ៍ថាញ៉ាំហើយមានអារម្មណ៍កក់ក្ដៅស្និទ្ធស្នាលដូចនៅផ្ទះហេគឺដោយសារត្បាល់ខ្មែរគឺធ្វើម្ហូបជូនភ្ញៀវគឺធ្វើម្ហូបដូចញ៉ាំខ្លួនឯងលក្ខណៈគ្រួសារបានន័យថាមិនទេអនាម័យគុណភាពផលិតផលគឺត្បាល់ខ្មែរយកចិត្តទុកដាក់ចិត្តចង់ជ្រើសរើសសម្រាប់សម្រាងយកមកធ្វើជូនភ្ញៀវអត់មានចេះតែទិញយកផលិតផលដែលអត់ល្អឬក៏ធ្វើម្ហូបឲ្យទៅហើយពីដៃជូនភ្ញៀវឯងនិយាយតាមមិនគឺរកណោមប្រណិតជូនភ្ញៀវតែម្ដងដូចយើងនិយាយចឹងភ្ញៀវចាយលុយប៉ុណ្ណឹងទៅគឺភ្ញៀវប្រកាសថាបានតម្លៃត្រឡប់មកវិញប៉ុណ្ណឹងឬក៏បានតម្លៃលើសទៀតអ្វីដែលយើងចាយទៀតចាហ្នឹងអ្វីដែលត្បាល់ខ្មែរផ្ដោតជូនអញ្ចឹងនេះគឺជាចំណុចពិសេសដែលគ្រប់គ្នាតែជាម្ចាស់ជួយកម្មដែលតាមខូចនៅ page ខូចគឺអ្នកទាំងអស់គ្នាអាចយកទៅអភិវឌ្ឍសេវាកម្មខ្លួនឯងបន្ថែមហើយជាពិសេសបើអ្នកទាំងអស់គ្នាចង់ដឹងថាសេវាកម្មត្បាល់ខ្មែរមិនមែនហូបឆ្ងាញ់អត់កុំឲ្យតែចេះតែខូចអួតមកសាកមើលទាំង concept មកមើលនេះគឺជាគំរូដែលខូចរៀននិយាយថាគំរូហ្មងអត់អួតទេវាមែនថាអូធំតាស្គាល់ឬមិត្តភក្តិអត់មែនទេជា brand មួយដែលត្រឹមត្រូវបំផុតហើយនេះឯងដែលប្រកួតតានឹងលើកលំដាប់សេវាកម្មខ្លួនឯងល្អបំផុតនេះឯងមូលហេតុដែលត្បាល់ខ្មែរមានអតិថិជននេះពេញហាងតម្រូវស្បីតាខូចមកកំងញ៉ាំហើយក៏មិនសឹងថាមិនចាប់បានញ៉ាំខ្លួនឯងសូមកុំភ្លេចណាមកសាកម្ហូបនៅត្បាល់ខ្មែរផ្សារទំនើបទីបង271ចាហើយមិនត្រឹមតែសាកម្ហូបអ្នកទាំងអស់គ្នាមកមើល concept ហាងមកមើលការសេវាកម្មហាងណាសម្រាប់អ្នកដែលទៅចាប់ផ្ដើមអីមើលគំរូត្បាល់ខ្មែរបានអញ្ចឹងអរគុណទាំងអស់គ្នាកុំភ្លេចមកជិះមកទាំងអស់គ្នា